បានបងប្អូនការចិញ្ចឹមគោបងប្អូនខ្លះគាត់មានន័យថាគាត់ជ្រួលច្របល់តែដំបូងពេលដែលគោមានតម្លៃគាត់ចាប់ផ្ដើមជ្រួលជ្រើមចិញ្ចឹមដល់ពេលធ្លាក់ថ្លៃគាត់លក់អស់អាហ្នឹងយ៉ាងណាដែរបងប្អូនយល់យ៉ាងណាដែរសម្រាប់ខ្ញុំគិតថាបងប្អូនកុំធ្វើអញ្ចឹងអីហេតុអីបានខ្ញុំនិយាយថាបងប្អូនកុំធ្វើអញ្ចឹងព្រោះតែគោបើយើងចិញ្ចឹមបើយើងជ្រុលជាចិញ្ចឹមហើយកុំចិញ្ចឹមបែបជ្រួលជ្រើមបងប្អូនពេលដែលគេឈូឆទៅគោឡើងថ្លៃហើយចាប់ដើមចិញ្ចឹមអញ្ចឹងទៅអូគោធ្លាក់ថ្លៃហើយមើលទៅមិនអាចឡើងថ្លៃវិញបានទេលក់អស់អញ្ចឹងទៅដល់ពេលក្រោយមកទៀតមករយៈឬក៏កំឡុងពេលណាមួយគោឡើងថ្លៃទៅទិញយកមកចិញ្ចឹមទៀតទៅធ្វើមិនហ្នឹងគឺវាអត់បានផលទេបងប្អូនបើយើងចូលលាដាក់ចិត្តដាក់កាយចិញ្ចឹមហើយធ្វើចិត្តឲ្យនឹងថឹងទោះវាធ្លាក់ថ្លៃគឺវាឡើងថ្លៃគឺយើងត្រូវតែមានរហូតគោនឹងគឺត្រូវតែមានកុំឲ្យដាច់ពូជដើម្បីអីយើងចិញ្ចឹមដើម្បីដោះតល់ពេលដែលយើងមានបញ្ហាយើងមិនមែនចិញ្ចឹមតាមជូននាចដូចទឹកសមុទ្រទេពេលដែលតម្លៃឡើងថ្លៃយើងជ្រួលជ្រឿនតាមគេទៅដល់ពេលតម្លៃធ្លាក់ចុះលក់អស់ទៅវិធីសាស្ត្របែបនោះគេហៅថាការចិញ្ចឹមបែបភ្លើងចំបើងហើយជួរតាមគ្នាអញ្ចឹងណាបងប្អូនបើយើងជ្រុលជាចិញ្ចឹមហើយយើងត្រូវតែចិញ្ចឹមរហូតទោះជាវាធ្លាក់ថ្លៃមិនទោះយើងនៅតែលក់បានលុយហើយសម្រាប់ពេលដែលយើងត្រូវដោះតល់ណាបងប្អូនដោះតល់ពាក្យថាដោះតល់យ៉ាងម៉េចគឺដោះស្រាយនៅក្នុងគ្រួសារនៅពេលដែលវាជួបវិបត្តិសេដ្ឋកិច្ចហិរញ្ញវត្ថុណាមួយដែលយើងត្រូវដោះស្រាយយើងអាចលក់វាយកជាលុយមកប្រើប្រាស់ក្នុងគ្រួសារយើងបានតែបើបងប្អូនចាំគ្រាន់តែគោធ្លាក់ថ្លៃភ្លាមលក់អស់ភ្លាមគោធ្លាក់ថ្លៃភ្លាមលក់អស់ភ្លាមអញ្ចឹងមិននឹងមានគោតទៅរហូតទៅហើយពេលយើងមានតម្រូវការចាក់ស្ដែងយើងបានអីមកដោះស្រាយទៅអញ្ចឹងចំបែបហ្នឹងគឺវាអត់បានផលទេបើចូលតែចិញ្ចឹមហើយយើងដាក់ចិត្តចិញ្ចឹមហើយគឺចិញ្ចឹមទៅទោះវាប្រែប្រួលតម្លៃយ៉ាងណាតាមជាក់ស្ដែងហ្នឹងទៅពេលដែលវាយើងត្រូវគិតថាចិញ្ចឹមនេះគឺយើងចិញ្ចឹមសម្រាប់ដោះតល់ចិញ្ចឹមសម្រាលបន្ទុកជីវភាពគ្រួសារយើងតែបើយើងចិញ្ចឹមបែបជួច្បល់តាមតម្លៃហាងឆេងគោគឺវាអត់បានផលទេបងប្អូននេះហើយជាបទពិសោធន៍ជាក់ស្ដែងណាបងប្អូនអាហ្នឹងអញ្ចឹងខ្ញុំធ្លាប់ជួបផ្ទាល់ដល់ពេលអញ្ចឹងខ្ញុំចេះតែចែកម្លែកជូនបងប្អូនទៅតែបងប្អូនពិចារណាតាមការគួរទៅខ្ញុំមិនមែននិយាយនេះមិនមែនតែដាក់បន្ទុកលើបងប្អូនណា